អក្សរសាស្ត្រខ្មែរថ្នាក់ទី11អត្ថបទស្ដាប់រឿងសុវណ្ណសាមក្នុងការកន្លងទៅហើយមានស្រុកពួកអ្នកនេសាទមួយនាត្រើយខាងអាយនៃស្ទឹងជិតនគរពីរាណសីមានស្រុកពួកអ្នកនេសាទមួយទៀតនាត្រើយខាងនាយនៃស្ទឹងអ្នកស្រុកទាំងពីរជាសម្លាញ់នឹងគ្នាហើយបាននិយាយគ្នាថានឹងធ្វើជាដន្លងនឹងគ្នាក្នុងគ្រាដែលមានកូនប្រុសស្រីតមកនាយនេសាទក្នុងស្រុកនាត្រើយខាងអាយបានកូនប្រុសឲ្យឈ្មោះថាទុគោលឯនាយនេសាទក្នុងស្រុកនាត្រើយខាងនាយបានកូនស្រីឲ្យឈ្មោះថាបារិកាជនទាំងពីរនោះទោះបីកើតក្នុងត្រកូលនេសាទក៏ឥតធ្វើបាណាតិបាតសោះដល់ពេលក្រមុំពេញកំឡោះមាតាបិតារៀបអាពាហ៍ពិពាហ៍ឲ្យទាំងបង្ខំក៏ត្រឹមនៅជាមួយគ្នាដូចជាស្វាមីភរិយាតែថាមិនព្រមឆ្លងសមុទ្រកិលេសសោះដូចជាមហាព្រហ្មដូច្នោះចំណេកាលមកខាងក្រោយទុគោលបណ្ឌិតនិងនាងបារិកាលាមាតាបិតាចេញទៅបួសជាឥសីគង់នៅក្នុងអាស្រមបទដែលព្រះឥន្ទឲ្យវិសកម្មទេវបុត្រនិមិត្តក្នុងទីជិតនៃស្ទឹងមេគិសមតាត្រង់កន្លែងដែលស្ទឹងនេះចុះពីព្រៃហេមពាន្តមកជួបគ្នានឹងទន្លេគង្គាឥសីទាំងពីរអង្គផ្ចង់ព្រះទ័យចម្រើនមេត្តាភាវនាដោយអនុភាពនៃសេចក្តីមេត្តាក៏សពសត្វមរឹកបក្សីនៅក្នុងព្រៃបាននៅក្តីមេត្តាដែលឥតមានសត្វណាបៀតបៀនគ្នាឡើយហើយចោមរោមអាស្រមឥសីដោយក្តីទុចិត្តចំណែកខាងព្រះឥន្ទតែងមកកាន់ទីបំរើតាបសទាំងពីរថ្ងៃមួយទ្រង់ប្រមើលមើលឃើញនៅសេចក្តីអន្តរាយនៃតាបសទាំងពីរថាមុខជានឹងខ្វាក់ព្រះនេត្រទើបទ្រង់ចូលទៅជិតទុគោលបណ្ឌិតពិតទូលនៅសេចក្តីអន្តរាយគ្រប់ប្រការហើយអង្វរសូមឲ្យលោកសេពនៅលោកធัวដើម្បីឲ្យតែបាននៅកូនមួយគ្រាន់បំរើតាបសពុំព្រមធ្វើនៅអំពើនោះព្រះឥន្ទថាបើដូច្នោះសូមលោកម្ចាស់គ្រាន់តែស្ទាបអូតូនាងបារិកាតែម្ដងក៏បានដែរតាបសក៏ព្រមស្ទាបតាមសេចក្តីអង្វរនៃព្រះឥន្ទគ្រានោះពោធិសត្វយុទ្ធចាទេវលោកមកចាប់បដិសន្ធិក្នុងផ្ទៃនៃនាងបារិកានោះលុះកន្លង10ខែទៅនាងក៏ប្រសូតបុត្រមានសម្បុរដូចមាសព្រោះហេតុនោះទើបតាបសជាព្រះមាតាបិតាសន្មតនាមថាសុវណ្ណសាមលុះពោធិសត្វមានព្រះជន្ម16ឆ្នាំបានបួសជាឥសីមាតាបិតាទៅព្រៃដើម្បីស្វែងរកផល្លានុផលត្រឡប់មកវិញជិតដល់អាស្រមជួនជាមហាមេឃបង្អោរភ្លៀងដ៏ធំឥសីទាំងពីរចូលទៅជ្រកលើដំបូកក្រោមដើមឈើធំមួយត្រូវពោះវែកព្រុសពឹសចូលព្រះនេត្រខ្វាក់ទាំងពីរអង្គរាវរកផ្លូវចេញមកពុំឃើញក៏នៅជាទុក្ខខ្សឹបខ្សួលក្នុងទីនោះគ្រានោះពោធិសត្វកាលបើបាត់មាតាបិតាក៏យាត្រាតាមទៅរកស្រែកបង្កកពាសពេញព្រៃតាបសឮសំដីកូនក៏ឆ្លើយកាលបើកូនចូលមកជិតហើយក៏ប្រាប់ថាទីនេះមានមហន្តរាយពោធិសត្វស្ថិតនៅពីចម្ងាយហុចឈើច្រត់មួយដ៏វែងឲ្យមាតាបិតាតោងចុះអំពីដំបូករួចមកក៏យំសោកសង្រេងសង្រៃដោយក្តីអាណិតមាតាបិតាហើយបែរជាសើចវិញដោយគិតថានឹងបានបំរើមាតាបិតាជាប់មិនដាច់ចាប់ពីថ្ងៃនោះមកសុវណ្ណសាមទុកមាតាបិតាក្នុងអាស្រមទៅសន្សំមូលផល្លាក្នុងព្រៃព្រឹក្សាជាប្រក្រតីព្រឹកលោកបោសលំនៅនៃមាតាបិតាហើយកណ្ដៀតក្អមចុះទៅក្នុងស្ទឹងមេគិសមតាដងទឹកសម្រាប់មាតាបិតាឆាន់ប្រើប្រាស់ហុចទឹកខ្ពុលព្រះឱសនិងឈើស្គន់ហើយប្រគេនមុតថុផល្លានុផលលុះមាតាបិតាឆាន់ឆ្អែតស្កប់ស្កល់ទើបយកសំណល់មកឆាន់ខ្លួនឯងហើយលាទៅស្វែងរកមូលផល្លាមានពួកមរឹកចោមរោមជាបរិវារចូលទៅក្នុងព្រៃព្រឹក្សាជាប្រក្រតី
សម័យនោះព្រះបាទបលយៈព្រះចៅក្រុងពារាណសីសពព្រះរាជហត្ថីចំពោះសាច់មឹកទ្រង់ចូលទៅព្រៃហេមពាន្តបានដល់ស្ទឹងមិគិសមតាទ្រង់ទស្សនាឃើញសុវណ្ណសាមមានពួកមឹកដើរតាមកំពុងធ្វើមឹកមួយគូឲ្យទន្ទឹមគ្នាដាក់ក្អមលើខ្នងវាយាត្រាមកកាន់កំពង់ទឹកទ្រង់នឹកឆ្ងល់ថាគិតនេះជាអ្វីទើបចក្រីទ្រង់បាញ់សំដៅត្រូវសុវណ្ណសាមត្រង់ចំហៀងខាងស្ដាំធ្លាយទៅខាងឆ្វេងពោធិសត្វនៅម្នាក់ឯងខំផ្ចង់ស្មារតីកំណត់ទិសដែលដួលបែព្រះសិទៅទិសដែលមេដាបិតាគង់នៅស្រែកសួរទៅថាលោកណាអើយបាញ់ខ្ញុំកំពុងដងទឹកសាច់ខ្ញុំនេះមិនជារបស់គួរស៊ីទេទាំងស្បែកខ្ញុំក៏មិនជារបស់ដែលគេត្រូវការដែរតើលោកសំគាល់ខ្ញុំដូចម្ដេចបានជាបាញ់ហើយពួនព្រះបាទបលយៈទ្រង់ព្រះសណ្ដាប់ពាក្យនោះហើយទ្រង់ព្រះចិន្តាថាបុរសនេះអញបាញ់ដួលច្រងាងម្លឹងហើយនៅតែមិនជេរអញថ្នមចិត្តអញនិយាយពាក្យគួរជាទីស្រឡាញ់បើដូច្នេះអញចូលទៅមើលទ្រង់ព្រះចិន្តាយ៉ាងនេះហើយទ្រង់ចូលទៅមានព្រះរាជឱកាសថាខ្ញុំជាព្រះរាជារបស់អ្នកដែនកាសីឈ្មោះបលយៈចោះអ្នកជាអ្វីជាបុត្រនរណាព្រះពោធិសត្វថាទូលព្រះបង្គំឈ្មោះសាមជាកូនឥសីថ្ងៃនេះទូលព្រះបង្គំដល់មាត់មិច្ចរាជហើយសូមទ្រង់ទូតចោះទូលព្រះបង្គំទទួលព្រះរាជទានដំណេកត្រាំក្នុងឈាមរបស់ខ្លួនមានព្រួញមុតពីខាងស្ដាំធ្លាយទៅខាងឆ្វេងមានឈាមខ្ពុលចេញតាមមាត់ចាប់ពើតណាស់ព្រះអង្គអើយព្រះអង្គបានជាសួរព្រះអង្គរឿយថាម្ដេចក៏បានជាបាញ់ហើយពួនតើព្រះអង្គសំគាល់ទូលព្រះបង្គំថាគួរបាញ់ដោយហេតុដូចម្ដេចព្រះរាជថាមឹកមកចំមុខព្រួយរបស់ខ្ញុំហើយផ្អើលបោលអស់ទៅព្រោះហេតុនោះទើបបានខ្ញុំខឹងខ្ញុំបាញ់ទៅពោធិសត្វថាសូមទ្រង់ព្រះមេត្តាប្រោសមេដាបិតានៃទូលព្រះបង្គំជាមនុស្សខ្វាក់ទូលព្រះបង្គំចិញ្ចឹមលោកក្នុងព្រៃដងទឹកដើម្បីលោកអ្នកមានគុណទាំងឡាយនោះបានជាមកដល់ស្ទឹងនេះសំដីបានតែប៉ុណ្ណឹងក៏ពិលៀបទូលយំថ្លែងយកបំគួរឲ្យអាសូរថាអូមេដាបិតាជាទីគោរពរបស់កូនអើយលោកមានជីវិតយ៉ាងយូរណាស់ត្រឹម6ថ្ងៃប៉ុណ្ណោះព្រោះមានត្រឹមតែភោជនជាផល្លានុផលងងឹតងងល់រោទឹកពុំបានមុខជានឹងស្លាប់ដោយឥតទឹកពុំខានឡើយព្រះអង្គអើយព្រះអង្គការត្រូវកម្មសនេះមិនជាសេចក្តីទុក្ខធ្ងន់ដ៏ក្រៃលែងរបស់ទូលព្រះបង្គំអូមេដាបិតាម្លេះសំលោកនៅកំព្រាទួញយំសពរន្តិនតិអូមេដាបិតាម្លេះសំលោកនៅកំព្រាទួញយំសពរតិនទិបអស់វេលាដ៏អង្វែងរីងស្ងួតហើយលោកអើយទូលព្រះបង្គំនឹងស្លាប់ឥឡូវនេះពុំខានព្រះបាទបលយៈថាមនាលសាមអ្នកកុំយំខ្លាំងពេកមេដាបិតាអ្នកនៅត្រង់ណាខ្ញុំនឹងចិញ្ចឹមនៅជនទាំងនោះឲ្យដូចជាអ្នកឯងដែលធ្លាប់ចិញ្ចឹមលោកយ៉ាងនោះគ្រានោះទេពធីតាព្រះនាមវសន្តិរីនៅនាភ្នំកន្ធមាទៈបានឃើញដូច្នោះក៏គិតថាបើអាត្មាអញមិននៅក្នុងទីនោះសមជាសុវណ្ណសាមនឹងវិនាសព្រះបាទបរយៈនឹងបែកអូរាមេដាបិតាឥតអាហារនឹងរីងស្ងួតស្លាប់គិតហើយក៏ចូលមកប្រញាប់ប្រាប់ថាបបិទ្ធមហារាជព្រះអង្គបានធ្វើហើយនៅបាបដ៏ធ្ងន់ព្រោះជនទាំង3នាក់គឺមេដាបិតានិងបុត្រដែលជាបុគ្គលឥតប្រទុសោះព្រះអង្គបានសម្លាប់ដោយព្រួញតែមួយសូមទ្រង់មកឲ្យខ្ញុំនឹងពន្យល់ឲ្យរួចពីនរកបានទៅកើតក្នុងសុគតិភពសូមព្រះអង្គចិញ្ចឹមនៅជនខ្វាក់ទាំង2នាក់ដោយធัวគុំខានទើបបានរួចខ្លួននាងវិសន្តិរីទេពធីតាប្រកាសនៅសច្ចវិជ្ជាថាខ្ញុំនៅអាស្រមលើភ្នំកន្ធមាទៈ
អស់កាលដ៏យូរអង្វែងហើយឥតមាននរណាដទៃជាទីស្រឡាញ់ដោយវិសេសរបស់ខ្ញុំជាងសាមទេដោយការពោលនៅពាក្យសច្ចៈនេះសូមឲ្យពិសរបស់សាមសាបរលាបទៅលុះចប់សច្ចកិរិយានៃជនទាំងនោះសាមជាតាបោះកំឡោះក៏ក្រោកឡើងភ្លាមបាត់ឈាមបាត់ស្នាមពីរាងកាយជំងឺទាំងឡាយក៏ជាជ្រះស្រឡះដូចជាទឹកហូរចេញអំពីកញ្ចប់ស្លឹកឈូកដូច្នោះដោយអានុភាពនៃទេវតាក៏ហេតុទាំង4យ៉ាងនេះគឺការជាជ្រះស្រឡះចាករោគនៃពោធិសត្វមួយការបាននៅភ្នែកភ្លឺឡើងវិញនៃមាតាបិតាទាំងឡាយមួយការរះឡើងវិញនៃព្រះអរុណមួយការមានប្រកបក្នុងអាស្រមបទនៃជនទាំង4នាក់មួយបានសម្រេចព្រមគ្នាសុវណ្ណសាមមានសេចក្តីស្រស់ស្រាយរីករាយរកជនទាំងនោះថាសេចក្តីចម្រើនចូលមានដល់លោកទាំងឡាយខ្ញុំក្រោកឡើងដោយសួស្តីហើយសូមលោកទាំងឡាយកុំខ្សឹបខ្សួលឡើយថាហើយក៏ពោលវាចាស្វាគមន៍ជាសម្ដីគួរសមចំពោះព្រះបាទបលយៈដោយកិរិយារាក់ទាក់គួរជាប់ឲ្យជាប់មេត្រីដកស្រង់នឹងកែសម្រួលសង្ខេបចេញពីសង្ខេបទោះជាដករបស់លោកឈឹមស៊ុំបោះពុំដោយក្រុមពុទ្ធសាសនបណ្ឌិតឆ្នាំ1959ទំព័រទី59ដល់ទី76